សួស្តីបងប្អូនអរគ្នាហ្នឹងហើយតើតើជាមួយនឹង AutoCAD admin បានធ្វើវីដេអូមួយចំនួនដែលបង្ហាញពីការប្រើប្រាស់ AutoCAD នៅក្នុងនោះដែរមានវីដេអូមួយនោះ admin បង្ហាញពីការប្រើប្រាស់ Dynamic នៅលើការគូរបំពង់ទយោជាមួយនឹងការព្រីតព្រមបលូតប្រវែងវា automatically ឥឡូវនៅថ្ងៃនេះ admin ចង់បង្ហាញមួយប្រភេទទៀតមានន័យថាadmin បង្ហាញពីរបៀបគូ cable tray ហើយការដូរទំហំ fitting របស់ទយោឬក៏ឥឡូវនៅក្នុងឧទាហរណ៍នេះ admin បង្ហាញ fitting របស់ទយោប៉ុន្តែការធ្វើអីផ្សេងៗដូចគ្នាហើយមួយទៀតនោះគឺ dynamic block with line មានន័យថាពេលដែលយើងគូ object អ្វីមួយយើងចង់ឲ្យ align ជាមួយនឹង line យើងចាំបាច់មិនបាច់ទៅប្រើ command align ដូចដែល admin ធ្លាប់បានបង្ហាញពីមុននេះគឺយើងប្រើពាក្យdynamic block ប្រភេទ align នឹងយកតែម្ដងបាទហើយចង់ដឹងថាវីដេអូនឹងមានអត្ថប្រយោជន៍ដូចខ្លះទៅមើលការ detail ខាងក្រោមដំបូងឡើយ admin មានគូ rectangle ហើយ height មកយកទំហំបែបហ្នឹង admin យក scale 10សម្រាប់ប្រភេទហ្នឹងហើយបន្ទាប់មកយើងចងវាជា block ឥឡូវ admin ដាក់ tray មាន cable tray admin select base point មួយ edit block បន្ទាប់មកយើងចង់បលូតអាហ្នឹងមែនអត់ចង់បលូតអាហ្នឹងយើងធ្វើដូចនៅទៅយកដែរមកដំបូងឡើយយើងចូលទៅ parameter ចូល linear คลิกបែបនេះចេញ distance មួយចូលមក action ទៅពាក្យថា strain ចុច click លើនេះបន្ទាប់មក select នៅចុងខាងនេះយើង select object ចេះចាំមានន័យថានេះអូខេអា straight របស់យើងនឹងវាជាប់នឹងក្នុងដៃមួយបន្លោះហើយអញ្ចឹងយើងទៅមើលខាងក្រៅណាឃើញទេយើងអាចផ្លាស់ប្ដូរប្រីរួមអីចឹងបានហើយអូខេហើយសម្រាប់ align នោះកាលពីមុន admin ធ្លាប់ចេញ comment មួយបែបចេះឧទាហរណ៍ឥឡូវ admin ចង់ align object នឹងមកដាក់នៅលើបន្ទាត់នេះមកដាក់នៅលើបន្ទាត់មកដាក់លើបន្ទាត់អញ្ចឹងឲ្យវាស្របអញ្ចឹងយើងមិនប្រើ command align មែនអត់ដូចតែវីដេអូ admin ដែលបានបង្ហាញកាលមុនណាយើងទាញនេះមក align បន្តឡើយអត់ទេ admin បង្កើតជា dynamic block ដើម្បីទាញ object ហ្នឹងមកធ្វើជា align មកឥឡូវក្នុងនេះដែរយើងមើលរូបរាងនេះវាជា scene របស់ plumbing system អញ្ចឹងយើងចុច block មកយើងដាក់ scene align ដើម្បីយើងចំណាំថាយើងប្រើហ្នឹងជាប្រភេទ scene alignប្រើហ្នឹងយើងបង្កើតនៅក្នុង dynamic block ដូចគ្នាដែរចូល block editor មកបន្ទាប់មកយើងចូលកន្លែង parameter យើងមើលសម្លឹងមើលទាំងអស់ហ្នឹងវាមានពី align អានេះស្រួលទេគឺយើងគ្រាន់តែចុចលើ align មួយយកមកចុចលើ base point អញ្ចឹងមកហើយ select ទីតាំងមួយទៀតវានឹងចេញបែបនេះអញ្ចឹងមានតែវា align រួចហើយអញ្ចឹងយើងស្ទាវអាហ្នឹងមកពេលយើងតែចុចលើនេះឃើញវាលោតនេះចាំមើលឧទាហរណ៍ថា admin ទាញមកដាក់លើនេះឃើញវាផ្លាស់ប្ដូរទិសដៅ automatic ហ្មងឲ្យស្របជាមួយទិសដៅដែលយើងចង់ដាក់ឃើញទេវាមានអត្ថប្រយោជន៍បែបហ្នឹងនេះគឺជាការប្រើប្រាស់ align តែឥឡូវខ្ញុំចង់ដាក់មួយទៀតដាក់នៅជាងខាងនេះ sorry admin copy មក admin ធ្វើបែបហ្នឹងទាញមកគ្រាន់តែរកយកប៉ះវាជាមួយបន្ទាត់ហ្នឹងអូខេវានៅលើនេះអូខេនេះគឺជាការប្រើប្រាស់ align ហើយមួយទៀតនៅក្នុងនេះ admin រើសយកប្រភេទ hot defy fitting របស់ hot defy យកមកធ្វើឲ្យបងប្អូនមើលសម្រាប់dynamic block ពេលដែលយើងចង់ដូរឧទាហរណ៍ថាយើងចង់ប្រើប្រាស់ fitting យើងចង់យកមកច្រើនយើងចង់មានតែមួយប៉ុន្តែយើងអាចដូរ size បានហើយទាំងអស់ហ្នឹងដែរយើងធ្វើបែបនេះមកមុនដំបូងយើងមានfitting បែបហ្នឹងយើងគូអាសាបែបហ្នឹងមកហើយអានេះគ្រាន់តែ admin គូយក reference ទីតាំងទេកុំឆ្ងល់ថា fitting មិនរូបរាងបែបហ្នឹងអត់ទេអានេះរូបរាង fitting វាតែប៉ុណ្ណេះទេពេលដែលយើងមើលពីលើ layout ទៅតែនេះ admin យកគូចេះដើម្បីងាយស្រួលពេលដែលយើងធ្វើ block ទៅវា base point វាស្រួលហើយយើងគូនៅលើទយោអីក៏វាស្រួលដែរយើងដាក់ទីតាំង elbow អីហ្នឹងវាស្រួលអញ្ចឹងយើងត្រូវធ្វើដំបូងជំហានដំបូងយើងត្រូវធ្វើដែលមិននៅលើការផ្លាស់ប្ដូរ fitting យើងត្រូវ select ទាំងអស់ហើយយើងដាក់ block ហើយដាក់GI អញ្ចឹងGI ឥឡូវដាក់ជាវិញដាក់ dynamic
elbow ដៃមិន elbow 25 150ចឹងមកនេះថាដៃមិនប្រឡំរបស់យើងនៅលើ elbow 25 50 150អូខេតោះមកយើងចុចចូលទៅកែនៅក្នុង block ហ្នឹងកែនៅក្នុង block ហ្នឹងអញ្ចឹងឈានដំបូងយើងត្រូវធ្វើនេះយើងចុចកន្លែង visibility នេះយើងចុចកន្លែងហ្នឹងមកដើម្បីមានន័យថាពេលដែលយើងទៅលើ layout វិញយើងចុចលើប៊ូតុងហ្នឹងដើម្បីផ្លាស់ប្ដូរទំហំ elbow របស់យើងហើយបន្តមកដើម្បីផ្លាស់ប្ដូរបានយើងត្រូវចុចកន្លែងនេះកន្លែង visibility នេះយើងត្រូវឲ្យឈ្មោះវាឲ្យគ្រប់4ទំហំហ្នឹងមានន័យថានេះយើងបង្កើតដើម្បី focus កំណត់ចំណាំនៅលើ elbow ទាំង4របស់យើងហើយ elbow ទាំង4របស់យើងមាន25 50 100 និង 150អញ្ចឹងខ្ញុំបង្កើតទី1sorry យើងដូរឈ្មោះនេះជាមួយត្មងទៅ DN25 ទៅជាបង្កើតនោះដាក់ DN50 អូខេតមកនោះមួយទៀត DN100 មកនោះមួយទៀត DN150អូខេតមកយើងមើលនៅកន្លែងនេះមាននៅលើ100ឥឡូវពេលដែលយើងនឹងចូលទៅលើ layout វិញពេលដែលយើងចុចលើ100យើងអត់ចង់ឲ្យឃើញ50 100ហើយ150ទេអញ្ចឹងយើងត្រូវចុច select លើវាទាំងអស់ចុចលើសញ្ញានេះដើម្បីបំបត្តិអញ្ចឹងមានន័យថាដល់ពេលយើង stand នៅលើ layout យើងចុចនៅ elbow 25 DN25 នេះវាឃើញតែ25តែអត់ស្អីទៀតឃើញទេអញ្ចឹងឥឡូវមកដល់50ម្ដងadmin recommend ឲ្យ move អានេះទៅដាក់ទីតាំងជាមួយគ្នាទំហំនេះស្រួលប៉ុណ្ណឹងទេ admin ច្រឡំsorry admin កែនេះតែជា50 sorry ចាំតិចadmin អត់បានដូរសាយមិញឥឡូវអានេះ25អញ្ចឹងយើងចង់ធ្វើនៅលើ50ម្ដង50មានន័យថាយើងចង់ឲ្យបំបត្តិ 25ហើយ100 150យើងចុចអញ្ចឹងមកហើយយើងចុចបំបត្តិចឹងមកហើយយើងមកទីតាំងអានេះឲ្យទៅកន្លែង25 base point ដូចគ្នានេះបន្តមកទៀតចង់នៅលើ100អញ្ចឹងចង់នៅលើ100ក៏ដូចគ្នាត្រូវបំបត្តិ 25ហើយ50ជាមួយនឹង150យើងចុចបំបត្តិទៀតណាតោះយើងមកទីតាំងហ្នឹងយកទៅដាក់កន្លែងហ្នឹងដូចគ្នាដើម្បីឲ្យទីតាំងហ្នឹងវានៅកន្លែងដិតមួយហើយបន្តមកទៀតយើងចង់ឲ្យឃើញ150យើងត្រូវបិទ25 100ហើយ25 50 100ឲ្យឃើញតែ150អញ្ចឹងយើងចុចបំបត្តិទៀតទៅហើយបន្តមកយើងមកអាហ្នឹងទៅដាក់ទីតាំងជាមួយគ្នាដែរមកហើយបន្តមកពេលហ្នឹងគួរទៅលុប line នេះចេញ line different ណាលុបតាម line different តាមមួយនេះចេញតោះមកចុច save មកពេលមុនឡើយយើងមាន elbow តាមគ្រប់ទំហំតែ25 50និង100និង150តែឥឡូវយើងមានតែមួយទេយើងគ្រាន់តែ click លើនេះមកឥឡូវអានេះ25អានេះមិនតែចឹងចា25 50 100 150ឥឡូវ admin ចង់ដូរទំហំនេះយើងគ្រាន់តែចុចចឹងមកយើង click លើប៊ូតុង50អានេះយើងគ្រាន់តែ click លើប៊ូតុងនេះមក100ហើយយើង click លើប៊ូតុងនេះមក150ខ្ញុំនិយាយថាវាមានភាពងាយស្រួលយើងចាំបាច់ពេលធ្វើការគូរលើទំហំស្រាប់តែយើងកំពុងគូរលើទំហំ50ស្រាប់តែយើងផ្លាស់ប្ដូរពី50ហ្នឹងទៅគូរលើផាយ100ស្រាប់តែយើងអត់ចង់ទៅ copy elbow 100ទេយើងគ្រាន់តែចុចអញ្ចឹងមកទេ elbow វានៅនឹងស្រាប់អីចឹងយល់ទេអញ្ចឹង admin នេះបង្ហាញប៉ុណ្ណឹងហើយវីដេអូក្រោយ admin នឹងធ្វើបង្ហាញបន្តទៀតទាក់ទងជាមួយនឹង AutoCAD ហើយកុំភ្លេចជួយ like Facebook page ហើយនិង share ហើយ subscribe នៅក្នុង channel YouTube ផងបាទអរគុណច្រើន